ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់ SRO Days ចាហើយថ្ងៃនេះដែរនាងខ្ញុំសូមចែករំលែកតទៅជាមួយនឹងដីបដោះកូនណាពុកម៉ែបងប្អូនថាតើយើងគួរយកដីប្រភេទណាយកទៅបដោះកូនដំណាំរបស់យើងហើយយើងគួរតែដាក់អ្វីបន្ថែមទៅលើដីបដោះកូននឹងដើម្បីឲ្យដំណាំរបស់យើងបដោះហ្នឹងវាចង់និយាយថាកម្រិតនៃការដុះរបស់វាបានល្អហើយដើមរបស់វារឹងមាំចាសូមអធិស្ឋានសម្រាប់សម្លេងរំខានដោយសារតែមានភ្លៀងណាចាហើយនឹងហើយអញ្ចឹងដីបដោះកូនដែលនាងខ្ញុំតែងតែប្រើប្រាស់សម្រាប់បដោះកូនដំណាំផ្សេងហ្នឹងចាគឺជាដីដែលសម្បូរទៅហាក់ដោយជន្លេនណាចាអាចមើលនៅក្នុងវីដេអូអ្វីដែលនាងខ្ញុំបាន share ហ្នឹងចាគឺមានជន្លេនច្រើនមែនតើចាហើយដីនោះគឺស្ថិតនៅក្រោមដាំស្វាយពុកម៉ែបងប្អូនអញ្ចឹងកាលណាដែលស្លឹកស្វាយស្លឹកអីវាជ្រុះទៅគឺវានៅមានសភាពពុកផុយអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងនៅពេលដែលមានសភាពពុកផុយនៅខាងក្រោមដើមស្វាយហ្នឹងគឺនាងខ្ញុំចាប់ផ្ដើមយកអាំពុកខាងលើហ្នឹងចាដីស្ទាប់ខាងលើហ្នឹងគឺយកទៅលាយដីបដោះកូនដំណាំតែម្ដងចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអត់ប្រវាក់រវាដីអញ្ចឹងអាចមានដីដំបូកដែលអត់មានកដៀនៅចាហើយនិយាយទៅសម្រាប់ដីប្រភេទនៅខាងក្រោមដើមស្វាយនិយាយទៅមិនមែនថាតែនៅក្រោមដើមស្វាយក្រោមដើមខ្នោធំដើមអំពិលទឹកបារាំងអីអញ្ចឹងណាពុកម៉ែបងប្អូនគឺថាវាមានសភាពគេហៅថាស្លឹកវាជ្រុះមកខាងក្រោមដើមហ្នឹងអញ្ចឹងវាធ្វើឲ្យមានសភាពពុកផុយនឹងឯងចាហើយសម្រាប់ដីនេះដែរគឺនាងខ្ញុំបានយកចំនួន2រទេះហ្នឹងហើយនិយាយទៅដោយសារតែកម្លាំងរបស់ខ្ញុំមិនអាចអូសដីវាឲ្យពេញជាងហ្នឹងឯងហើយណាមួយដីនេះក៏វាមិនជាធ្ងន់ប្រហែលដែរពុកម៉ែបងប្អូនដោយសារដីគឺវានៅស្ទាប់ខាងលើដែលវាភាគច្រើនគឺជាគេហៅថាបំពុករបស់ស្លឹកឈើណាចាអញ្ចឹងនាងខ្ញុំបានយកចំនួន2រទេះចាហើយពុកម៉ែបងប្អូនអាចលាយជាមួយនឹងស្មាស់ធាតុផ្សេងក៏បានដូចជាជីទឹកឬមួយក៏ជីគោកអញ្ចឹងយើងដាក់តាមបរិមាណតិចជាងដីបានហើយយើងកុំដាក់ច្រើនជាងដីវាអាចធ្វើឲ្យពេលដែលយើងបដោះកូនដំណាំទៅវាទៅជារលួយចាដោយសារតែជីខ្លាំងពេកណាចាអញ្ចឹងសម្រាប់នាងខ្ញុំគឺប្រើប្រើដីបំពុកនឹង2រទេះជាមួយនឹងជីគោកបកជីនឹងចំនួន5គីឡូចាហើយនឹងលាយជាមួយនឹងកាហ្វេណាដោយសារតែថ្ងៃមុននាងខ្ញុំបានសុំកាហ្វេពីខាងហាងកាហ្វេមកអញ្ចឹងហើយកុំឲ្យស្ដាយគឺនាងខ្ញុំក៏បានដាក់លាយបន្ថែមទៀតទៅដើម្បីឲ្យដីកាន់តែមានគុណភាពល្អក្នុងការយកទៅបដោះកូនដំណាំអញ្ចឹងនៅពេលដែលយើងលាយស្មាសធាតុទាំងអស់នឹងចូលហើយគឺយើងចាប់ដើមឡាប់ឡាយវាដូចយើងវាថែឡាប់ឡាយស៊ីម៉ងឲ្យខ្សាច់អញ្ចឹងណាពុកម៉ែបងប្អូនធ្វើម៉េចឲ្យវាសប់ចូលគ្នាចាហើយកុំភ្លេចរើសថ្មធ្វើរើសគ្រួសអីចេញផងចាដោយសារតែពេលខ្លះដីហ្នឹងគឺវាអាចដោយថ្មអាចដោយកតិចថង់កតិចអីអញ្ចឹងដែរអញ្ចឹងណាអញ្ចឹងយើងគួរតែរើសចេញឲ្យហើយទៅចាជៀសវាងនៅពេលដែលយើងដាំទៅសំទោសនៅពេលដែលយើងព្រោះកូនដំណាំទៅវាអាចចាក់ឬអត់ដល់ខាងក្រោមពុកម៉ែបងប្អូនចាហើយមួយវិញទៀតដោយសារតែដីនេះគឺនាងខ្ញុំកាប់មកគឺដោយចលេនដោយសត្វផ្សេងដូចជាតកៅឌូងអីចឹងទៅហើយពិសេសក៏មានកូនក្អែបដែរអញ្ចឹងណាពុកម៉ែបងប្អូនព្រោះថាប្រភេទសត្វអស់ហ្នឹងគឺវាស្ថិតនៅក្រោមស្លឹកឈើពុកផុយហើយលក្ខណៈសើមមកអញ្ចឹងយើងគួរតែប្រយ័ត្នដែរបើអាចពាក់សូមដៃឬមួយក៏ពាក់បើជើងកវែងទៅចាហ្នឹងហើយដើម្បីជៀសវាងក៏ដូចជាការពារពីការតិចរបស់សត្វផ្សេងផងដែរចាហើយអញ្ចឹងនៅពេលដែលនាងខ្ញុំបានរើសថ្មរើសអីចេញហើយអញ្ចឹងទឹកសំទោសចលេនដែលវាដាច់កណេតកណាត់នៅពេលដែលនាងខ្ញុំបានកាប់ដីមកហ្នឹងណាគឺវាដោយមកអញ្ចឹងយើងគួរតែរើសចេញដែរអញ្ចឹងពុកម៉ែបងប្អូនជៀសវាងមួយទៀតបើសិនជាយើងទុកអញ្ចឹងវាអាចសម្ោចមកពំមកអីវាស៊ីញ៉ៃអញ្ចឹងទៅវាធ្វើឲ្យខំដៃខំជើងយើងផងដែរចាអញ្ចឹងយើងគួរតែរើសវាចេញទៅចាហើយនាងខ្ញុំបានរើសមកក្បងដៃដែរចាទុក
មានទុកធ្វើអីទេពុកម៉ែបងប្អូនគឺថាទុកឲ្យកូនចៅរបស់នាងខ្ញុំគឺមន់ចាហើយហ្នឹងហើយរៀងកញ្ឆក់ដៃហ្នឹងនេះដោយសារតែកើដួងនោះវាខំដៃរបស់នាងខ្ញុំវាឈឺក្រនបាល់ដែរចាអញ្ចឹងកុំភ្លេចពាក់ស្រោមដៃពុកម៉ែបងប្អូននេះជាអ្វីដែរយើងគួរតែព្យាយាមការពារខ្លួនឯងណាចាហើយសំបីតែមន់របស់នាងខ្ញុំវាធ្លាប់តែស៊ីចំណីដល់ពេលមកឃើញចលិនអញ្ចឹងគ្នាមានការភ្ញាក់ផ្អើលជាខ្លាំងចាវាអត់ដែលឃើញណាចាហើយហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនដល់ពុកម៉ែបងប្អូនទាំងគ្នាបើសិនមានចម្ងល់ទាក់ទងជាមួយនឹងវីដេអូនេះអាច comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំបានចាអរគុណច្រើនជម្រាបលាបាយបាយ